បាទបងប្អូនបាទនេះកន្លែងដើកពងបាទហ្នឹងកន្លែងបិទដីហ្នឹងបាទនេះកន្លែងដើកពងហើយតាមរោឃ្មុំមិនតាមរោឃ្មុំឃើញពងដើកមួយស្បុកបាទអញ្ចឹងបាទធ្វើស្អាតហ្នឹងបាទតែថាមុំរោកន្លែងវាអត់ឃើញបាទនេះមួយស្នាមដានជើងវាកាយបាទកាយក្រាបលុបពងបាទខានឃើញប្រហែលជាចូល20ឆ្នាំខ្ញុំមិនដែលជួបទេបាទតែឃើញម្ដងទៀតបាទចង់ភ្លេចកន្លែងដើកពងបាទហ្នឹងហើយជាមួយខ្ញុំបើកមើលកន្លែងពងបាទកន្លែងនេះកន្លែងស្នាមជើងវាកាយលុបពងទៅវិញបាទសស្នាមជើងដានវាបាទនេះបាទទូទៅនេះកប់រួចទៅវាយោនេះស្នោករុញក្បិតបាទនេះកន្លែងពងវាបាទជាមួយបើកមើលបាទនេះពងវានៅក្នុងហ្នឹងបាទมันជាប្រហែលក្របអីបាទពងមកឃើញពងវាបាទសហ្នឹងបាទនឹងជាបានប្រហែលក្របឯងមើលទៅប្រហែលជាមកនេះរាប់មើលសិនបាទ2 4 6 8បាទហើយ2តបបាទពងដើកបាទដែលជាប់នេះលើកទី1ឲ្យខាងឃើញប្រហែលជា20ឆ្នាំទៅជួបនឹងទៀតជាមួយខ្ញុំលូកជពងវាមិនក្របឲ្យបងប្អូនយើងមើលបាទបែកអស់ហើយអត់ដែលជួបទៅជាប់រោឃ្មុំចំពងដើកយ៉ាជាអ៊ីតបែបបាទកន្លែងវាជាអ៊ីតទូចបាទនឹងបាទនេះមកក្របបាទនេះពងវាប៉ុណ្្នឹងបាទក្របពងប្រហែលជា2តបបាទ8ពងបាទខាងក្នុងហ្នឹងបាទពិបាកយោនេះតកាយដីធំសិនយ៉ារឹងម៉េះអើប៉ិនណាប៉ិនបាត់ពងវាបាទយ៉ាកាយមិនធ្វើបែកឡើងឈើប៉ិនហ្នឹងមើលបាទកាយពងកាយយំនេះបើសិនកាយឃើញក៏សល់ហើយបាទសល់កាយទៅកាយស៊ីអស់បាទកាយសត្វអោតបានរូបពងដើកជាងមនុស្សទៀតបាទខ្លាំងអត់ដែលតាន់វារះពួកហ្នឹងបាទសត្វហ្នឹងប៉ិនតែខ្ញុំលើកទី1ហើយចូល20ឆ្នាំនេះបាទពីលុបពងដើកដល់ហើយខានឃើញទៅជួបម្ដងទៀតតាមចង់យកដែរនៅកណ្ដាលវាលចឹងដល់ពេលទុកទៅនៅតែសត្វស៊ីអស់ដានបាទព្រៃសត្វក្អែកសត្វអោតខ្វាយឡើយបាទ3ពង4ពងបាទមិនយកមកដាក់ណាពងដើកពិតបាទអត់ចេះធ្វើវីដេអូកុហកបងប្អូនទេបាទនិយាយសពាក្យពិតកុហកឲ្យបាបនេះយ៉ាអូសុពុកសាក់បែកហើយណាវាយ៉ាប់យោពេក5ពងបាទ5ពងហត់លុបដៃខាងវិញវានេះបែកឬឈើវាបាទខ្ញុំមកដល់សត្វអោតឆ្វែល2បិជុំហើយបាទចុះរងស៊ីពងហើយអូបែកបាទបែកអស់មួយហើយជិះពេកបាទចាប់យកហ៎5 6ពងបាទ8ពងបាទទាំងអស់8ពងបាទ6នៅក្នុង2ទេបាទបាទមានតែប៉ុណ្្នឹងឯងបាទជិះទៅទេបាទ